បងប្អូនមួយចំនួនខ្លះគាត់អត់ហ៊ានមកព្យាបាលជំងឺផ្លូវចិត្តទេព្រោះខ្លាចលេបថ្នាំទៅញៀនគឺហ្នឹងខ្ញុំដឹងតែហើយក៏ខ្ញុំធ្លាប់ឃើញបងប្អូនមួយចំនួនដែលគាត់ប្រើប្រាស់ថ្នាំព្យាបាលហើយគាត់អត់អាចឈប់ថ្នាំទាំងអស់ហ្នឹងបានដែរសម្រាប់ខ្ញុំថ្នាំព្យាបាលដែលញៀនណាខ្ញុំអត់ដែរប្រើទេខ្ញុំសុខចិត្តឲ្យអ្នកជំងឺឌីលខ្ញុំថាការព្យាបាលរបស់ខ្ញុំអត់ល្អដូចគេថ្នាំព្យាបាលរបស់ខ្ញុំគេអត់ល្អដូចគេទេប៉ុន្តែបងប្អូនមកព្យាបាលមួយខ្ញុំធានារឿងសុវត្ថិភាពក្នុងការព្យាបាលបើសិនជាថ្នាំនោះមានផលរំខានខ្ញុំនឹងប្រាប់បងប្អូនឲ្យបានដឹងហើយបើសិនជាថ្នាំនោះមានហានិភ័យឲ្យញៀនហើយថ្នាំនឹងពិតជាអត់បានខ្ញុំអត់ឲ្យបងប្អូនហូបទេលុះត្រាតែករណីចាំបាច់តែបងប្អូនក៏ធ្លាប់ទៅព្យាបាលមួយគេដែរហើយគេប្រាប់ថាថ្នាំនឹងអត់ញៀនទេប៉ុន្តែលេបមែនតែនទៅមួយឆ្នាំពីរឆ្នាំក្រោយប្រែអត់បានអានឹងហើយដែលគេហៅថាញៀននោះឯងអញ្ចឹងទំនុកចិត្តរបស់អ្នកជំងឺមួយគ្រូប៉ែតហ្នឹងវាមួយហើយប៉ុន្តែអ្វីទៀតគឺភាពស្មោះត្រង់របស់គ្រូប៉ែតនឹងចំពោះអ្នកជំងឺផ្ទាល់អ្នកអាចកុហកគេបានថ្ងៃហ្នឹងប៉ុន្តែអ្នកអាចកុហកគេបានរហូតទេបើសិនជាគេដឹងគេនឹងបាត់បង់ទំនុកចិត្តទៅលើអ្នកវិញនៅថ្ងៃក្រោយហើយសម័យនេះសម័យ AI Google ក៏មាន ChatGPT ក៏មានឆែកមើលបើគេដឹងថាថ្នាំហ្នឹងហូបទៅគ្រោះថ្នាក់ឬក៏ញៀនណាអ្នកជំងឺនឹងបាត់បង់ទំនុកចិត្តមើលគ្រូប៉ែតទាំងអស់ហ្មងអញ្ចឹងសម្រាប់ខ្ញុំមិនដែរលាក់អ្នកជំងឺទេបើសិនជាថ្នាំនឹងមានហានិភ័យណាមួយខ្ញុំប្រាប់គាត់តាមត្រង់ហើយបើសិនជាគាត់ទទួលយកបានយើងនឹងចាប់ផ្ដើមការព្យាបាលតែបើសិនជាគាត់អាចទទួលយកបានទេយើងរកថ្នាំផ្សេងទៅព្រោះថ្នាំព្យាបាលសម័យបច្ចុប្បន្នហ្នឹងច្រើនសឹងអីអញ្ចឹងបងប្អូនដែលមានគម្រោងមកព្យាបាលមួយខ្ញុំឬក៏កំពុងតែព្យាបាលមួយខ្ញុំកុំភ័យរឿងថ្នាំហូបទៅញៀនខ្ញុំអត់ឲ្យបងប្អូនហូបថ្នាំទាំងអស់ហ្នឹងទេ